ទី22បាទសៀសានជ័យបារមីដែលជារបស់លោកអង្ញាផ្ទាល់ឯកសណ្ឋានពណ៌បៃតងចុងច្បារពណ៌សកំពុងតែបាក់បោះមួយល្អណាស់អ្នកប្រែកលីវឯកសណ្ឋានក៏ដឹងដែរអ្នកប្រែកលីវកងមាសជាមួយនឹងមហាខ្លាកហឹមអីយយបាទឥឡូវចាំមើលប៉ះគ្នាអាម៉េចដែរបាទខ្លាកហឹមមកពីខាងស្រុកកណ្ដាលខ្ញុំបាទប្រធាយបាទប៉ះគ្នាល្អណាស់ណាប៉ះគ្នាអ្នកកំពុងឈាមស្រុកប្រធាយបាទចែកគ្នាមកចម្រៀងម្នាក់បាទចាំមើលឥឡូវចាំមើលលេងគ្នាយ៉ាងម៉េចដែរកំពុងចាំដូចគ្នាបាទកំពុងចាំដូចគ្នាស្រុកកងមាសហើយនឹងស្រុកប្រធាយបាទឥឡូវយើងឃើញថាជាប់គ្នាទេទភាពនៃការចាក់អុំយោងទាំងពីរនេះប្រហែលគ្នាល្អប្រហែលនេះមែនទេសែនជ័យដកក៏ប៉ុន្តែឥឡូវលោកគ្រូថាខាងណាខ្ញុំយកខាងឈ្នះចុះអើយឈ្នះអត់ទេចាំមើលខ្ញុំបើខ្ញុំវិញឲ្យតែអ្នកដល់ទីខាងខ្ញុំហ៎យ៉ាឥឡូវយើងហឹមមិនធម្មតាដែរខ្លាកហឹមខ្សែទឹកខាងក្រៅអាយខាងពណ៌លឿងទឹកខាងក្រៅអាយពណ៌លឿងខ្សែទឹកខាងក្នុងសៀសែនជ័យបារមីដែលជាអាវបៃតងលេងអាពេលចិត្តដល់ហើយដល់ហើយដកហើយដកហើយដកហើយលោកញ៉ាំដកហើយខ្ញុំថាដកហើយឃើញទេដកមែនសង្កត់បាល់4ខ្ទង់បាទ4 5ខ្ទង់ហ្នឹង